សារជូនចំពោះយុវជននិងនិស្សិតខ្មែរទាំងក្នុងប្រទេសនិងលើពិភពលោកអូនប្អូនយុវជនខ្មែរទាំងបុរសទាំងនារីជាទីសំខាន់អូនប្អូនទាំងអស់គឺជាសសរនិងជាគ្រឹះដ៏រឹងមាំនៃជាតិខ្មែរគិតចាប់តាំងពីថ្ងៃដែលប្អូនបានប្រសូតលើទឹកដីនៃមាតុប្រទេសកម្ពុជារហូតមកប្អូនជាកូនបង្កើតនៃកម្ពុជានិងជាម្ចាស់ប្រទេសដ៏មានតម្លៃរហូតតទៅអនាគតដែលសំខាន់បំផុតនោះគឺយើងទាំងអស់គ្នាមានភារកិច្ចនិងកាតព្វកិច្ចថែរក្សាការពារនិងកសាងមាតុប្រទេសជាទីស្រឡាញ់របស់យើងឲ្យគង់វង្សស្ថិតក្នុងចំណោមប្រទេសទាំងឡាយក្នុងពិភពលោកដ៏អស្ចារ្យទាំងបូរណភាពទឹកដីនិងកេតនាងកម្ពុជាទាំងអធិបតេយ្យភាពជាម្ចាស់ទឹកដីកំណើតរបស់ខ្លួនទាំងការអភិវឌ្ឍតាមបែបទំនើបកម្មប្រកបដោយសេចក្តីសុខសន្តិភាពឯករាជ្យវឌ្ឍនភាពនិងមានស្ថិរភាពរឹងមាំតទៅអនាគតអូនប្អូនជាទីស្រឡាញ់ចូលសង្កេតឲ្យច្បាស់ដោយទស្សនៈវិស័យផ្ទាល់ខ្លួននៅលើគ្រប់ការវិវត្តមានន័យថាគឺជាការវិលត្រឡប់នៃសង្គមជាតិរបស់យើងក្នុងបច្ចុប្បន្នចាប់ពីថ្ងៃ7មករា1979រហូតមកទល់នឹងថ្ងៃដែលអ្នកទាំងអស់គ្នាបានកំពុងអានឬក៏កំពុងស្ដាប់នៅអត្ថបទនេះសូមកត់សម្គាល់ថាតើមានហេតុការណ៍និងឧបទ្ទវហេតុចម្លែករួមទាំងការឈឺចាប់បានកើតមានពីពេញផ្ទៃប្រទេសយ៉ាងដូចម្ដេចខ្លះព្រោះក្រុមអ្នកដឹកនាំខ្មែរបន្ទប់ឡើងដោយកុម្មុយនីសឥណ្ឌូចិននោះតើមេដឹកនាំជាតិខ្មែររួមជាមួយនឹងបកកុម្មុយនីសយួនបានកំពុងបន្តធ្វើអ្វីខ្លះទៀតមកលើមាតុភូមិកម្ពុជានិងពលរដ្ឋខ្មែរយើងបន្ទាប់ពីលួចប្លន់ទ្រព្យសម្បត្តិនិងការចុះសិទ្ធិសញ្ញាប្រគល់ទឹកប្រគល់ដីមួយចំនួនឲ្យទៅយួនហើយនោះចម្លើយមានដូចតទៅនេះយួនបានទាញយកផលប្រយោជន៍ពីកម្ពុជាយ៉ាងសន្ធឹកសន្ធាប់មានសម្បត្តិជាតិនិងសម្បត្តិធម្មជាតិខ្មែរដូចជាត្រីក្នុងបឹងទន្លេនានាពិសេសបឹងទន្លេសាបនិងទន្លេមេគង្គព្រៃឈើមានព្រៃដែលប្រកបទៅដោយឈើធំមានតម្លៃគ្រប់ប្រភេទដូចជាឈើក្នុងតំបន់ព្រៃឡង់ព្រៃក្នុងខេត្តរតនគិរីមណ្ឌលគិរីប្រចេះស្ទឹងត្រែងនិងតំបន់ផ្សេងទៀតទូទាំងផ្ទៃប្រទេសរ៉ែក្រោមដីមានមាសត្បូងមានតម្លៃនិងរ៉ែសំខាន់ជាច្រើនប្រភេទផ្សេងទៀតសម្បត្តិវប្បធម៌មានប្រាសាទអង្គរវត្តព្រះវិហារនិងតំបន់ទេសចរផ្សេងទូទាំងផ្ទៃកម្ពុជាឡាផលទាំងនោះបានត្រូវហូរចូលជាផលប្រយោជន៍ដល់រដ្ឋាភិបាលនិងប្រជារាស្ត្រយួនតាមបែបស្របច្បាប់ទៀតផងយួនបានបង្ហូរប្រជាជនវាចូលមករស់ក្នុងកម្ពុជាជាច្រើនរៀងរាល់យប់ថ្ងៃបានបង្កើនចំនួនពី4ទៅ6លាននាក់ទៅហើយពួកវារស់នៅទីទិញប្រកបមុខរបរទាំងខ្នាតធំមធ្យមនិងខ្នាតតូចមានឋានៈសេដ្ឋីរហូតដល់កម្មករឋានៈទាបបំផុតក៏មានយួនទាំងនេះភាគច្រើនជាភ្នាក់ងារសម្ងាត់មានបេសកកម្មផ្សេងគ្នាដូចជាចារកម្មវិធឹងសនាវិឆេទកម្មសេដ្ឋកិច្ចផ្សព្វផ្សាយវប្បធម៌យួនបំផ្លាញវប្បធម៌ខ្មែរក្រុមនេះទទួលការឧបត្ថម្ភគ្រប់គ្រងពីរដ្ឋាភិបាលយួនជាសម្ងាត់និងទទួលបានកិច្ចការពារពីសំណាក់រដ្ឋាភិបាលខ្មែរយ៉ាងហ្មត់ចត់ទៀតផងមិនតែប៉ុណ្ណោះពួកនេះមានបេសកកម្មតាមពិនិត្យមើលនៅរាល់សកម្មភាពប្រឆាំងយួនពីសំណាក់ពលរដ្ឋខ្មែរទូទាំងផ្ទៃប្រទេសបច្ចុប្បន្នកូនចៅយួនមួយចំនួនបានបន្តការរៀនសូត្រដល់មហាវិទ្យាល័យក្នុងគោលបំណងដណ្ដើមមុខរបរមុខតំណែង
នឹងទួនាទីគ្រប់គ្រងពីកូនខ្មែរហើយមានមោទនភាពខ្លែងខ្លួនជាខ្មែរទៀតផងពួកនោះមួយចំនួនបានធ្វើការក្នុងមុខតំណែងសំខាន់របស់រដ្ឋាភិបាលដូចជាក្នុងរដ្ឋសភាព្រឹទ្ធសភាខ្មែរព្រមទាំងដឹកនាំនយោបាយទាំងក្នុងនិងក្រៅប្រទេសយ៉ាងប្រពួកគេនឹងឈោងទៅធ្វើការសម្រេចសេចក្តីព្រាងច្បាប់គ្រប់យ៉ាងដើម្បីយកថវិកាជាតិនិងជំនួយបរទេសទាំងឡាយទៅប្រើប្រាស់ចាយវាយជាប្រយោជន៍ដល់ពលរដ្ឋយួនរស់ក្នុងកម្ពុជានិងផ្ដល់ដល់រដ្ឋាភិបាលយួនទៀតផងដូចនេះករណីយកិច្ចរបស់យុវជនខ្មែរត្រូវធ្វើឡើងដើម្បីជាប្រយោជន៍ជូនសង្គមជាតិយើងមានដើម្បីឈ្នះនៅរាល់គម្រោងរបស់ពួកកុម្មុយនីសយួនដែលក្នុងនោះមានអ្នកដឹកនាំរួមទាំងប្រជារាស្ត្រយួនដែលមានមហិច្ឆតាវាទីលេខទឹកដីខ្មែរតវងតពូជរបស់វាជាប្រវត្តិសាស្ត្រនិងដើម្បីឈ្នះនៅរាល់អំពើឃោរឃៅក្រៅប្រព័ន្ធច្បាប់នៃក្រុមអ្នកដឹកនាំខ្មែរបច្ចុប្បន្នហើយដើម្បីរក្សាការពារមាតុប្រទេសវប្បធម៌អរិយធម៌សាសនារបស់យើងឲ្យស្ថិតនៅក្នុងរង្វង់ដៃនៃពលរដ្ឋខ្មែរឲ្យបានជានិរន្តរភាពនោះតទៅសូមបងប្អូនហ៊ានធ្វើការសម្រេចចិត្តដោយតទៅនេះ1យល់ថាទុកនៃពលរដ្ឋខ្មែរម្នាក់គឺជាការឈឺចាប់នៃយើងទាំងអស់គ្នាជាជនជាតិខ្មែរដែលមានឈាមជ័រជាខ្មែរនឹងបានកំពុងរួមសុខរួមទុក្ខជាមួយគ្នាលើមាតុភូមិគេដូនតាយើង2ដោយមិនប្រកាន់ក្នុងភារកិច្ចរកដំណោះស្រាយឲ្យខ្លួនយើងផ្ទាល់និងជូនពលរដ្ឋរួមលោហិតនៅរាល់បញ្ហានិងការឈឺចាប់ដោយភាពឆ្លៀសវៃអង្គអាចក្លាហានមានទឹកចិត្តរឹងមាំនិងប្រុងប្រយ័ត្នយ៉ាងខ្ពស់បំផុត3សម្រាប់ចិត្តហ៊ានបំពេញពលកម្មរួមក្នុងភារកិច្ចការពារនិងរកយុត្តិធម៌ដ៏សមរម្យជូនពលរដ្ឋស្លូតត្រង់ក្នុងផ្លូវល្អទៅតាមគន្លងច្បាប់ជាតិនិងច្បាប់អន្តរជាតិសូមបងប្អូនមានសង្ឃឹមថាជនជាតិខ្មែរក្នុងប្រទេសមិនឯកោទេប្រជាពលរដ្ឋខ្មែរក្រៅប្រទេសនឹងរួមដៃជាមួយប្រជាជាតិស្នេហាយុត្តិធម៌និងសន្តិភាពក្នុងពិភពលោកដើម្បីជួយសង្គ្រោះនិងរកដំណោះស្រាយជូនជាតិខ្មែរយើងជាប្រកបចំពោះភារកិច្ចការពារមាតុភូមិកម្ពុជាសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៃពលរដ្ឋខ្មែរយើងដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនិងយ៉ាងកក់ក្ដៅបំផុតធ្វើនៅថ្ងៃទី25ខែធ្នូឆ្នាំ2012